ត្រីសមុទ្រកតុយរឹងបាទយើងច្រាំវាឲ្យខ្ទេចអញ្ចឹងមកបាទហើយយើងដាក់ធុងយើងអញ្ចឹងទៅហើយយើងដាក់ធុងនេះទៅហើយនៅក្នុងធុងនេះមានបាទអញ្ចឹងនៅក្នុងធុងនេះមានហើយតែខ្ញុំដាក់បានបង្ហាញមានតែមានកាហ្វេម្សៅកាហ្វេជាម្សៅកាហ្វេនេះអីបាទម្សៅកាហ្វេហើយនឹង baking soda នេះ baking soda បាទតោះមកយើងកើបត្រីរបស់យើងទៅយើងកើបត្រីរបស់យើងដាក់នៅក្នុងធុងនឹងទៅតោះមកយើងដាក់ទឹកខ្មេះចូលតទៅយើងដាក់វត្ថុធាតុដើមមួយចំនួនចូលហើយយើងឃើញវាពុះវាប្រតិកម្មវាពុះដូចបាយពុះអញ្ចឹងបាទប្រតិកម្មអត់តន់ឈប់ទេប្រតិកម្មនៅវែកពេញនឹងតើមកយើងចាក់នេះឆ្ងាញ់ដែរហ្នឹងណាហើយចាក់នឹងចូលប្រតិកម្មបន្ថែមចាក់នឹងទៅប្រតិកម្មបន្ថែមបន្ទាប់មកយើងចាក់ទឹកស្អ៊ីវទឹកស្អ៊ីវមែនទេមិនមែននិយាយលេងទឹកស្អ៊ីវចេញដាក់ទឹកស្អ៊ីវចូលតើវាចាក់ទឹកស្អ៊ីវចូលហើយយើងដាក់ដោះគោស្រស់នេះដោះគោស្រស់ហើយជីយើងប៉ុណ្ណេះបើមិនល្អទៀតដឹងមិនទេយើងចាក់អញ្ចឹងមកហើយបន្ទាប់មកយើងដាក់ពងមាន់នេះពងមាន់តទៅពីយើងដាក់ពងមាន់ទាំងសម្បកទាំងសាច់ចូលហើយយើងដាក់ទឹកអង្ករបាទនេះទឹកអង្ករហើយបន្ទាប់មកយើងបាញ់លើដំណាំត្រេនហុយទលោមអត់មានប៉ះពាល់សុខភាពអីទៅលីងបាទផ្អាប់ទុករយៈពេល15ថ្ងៃហើយយើងអាចយកបាញ់បាន